ngàyនេះខ្ញុំមកបង្ហាញបងប្អូនអំពីរបៀបធ្វើសម្លមីស៊ូនេះតាមបែបខ្ញុំបងប្អូនតោះយើងទៅមើលទាំងអស់គ្នាតោះយើងដាក់ឆ្នាំងឲ្យក្តៅហើយខ្ញុំដាក់ប្រេងអូលីវចូលហើយខ្ញុំបំពងខ្ទឹមសហើយខ្ញុំលាយជាមួយនឹងហាយប៊ីជាមួយនឹងយូហឺអញ្ចឹងខ្ញុំបំពងខ្ទឹមនឹងឲ្យឈ្ងុយឡើងក្រហមល្អបន្តមកទៀតគឺខ្ញុំដាក់សាច់ជ្រូកអញ្ចឹងសាច់ជ្រូកគឺយើងហាន់តូចៗហើយរឹងចង្វាមូលគេហៅចង្វាមូលខ្មែរយើងហើយវែងសាច់ជ្រូកនឹងគឺខ្ញុំបានស្រុះលាងស្អាតអស់ហើយបន្តមកទៀតគឺខ្ញុំប្រើជាមួយនឹងម្រេចហើយជាមួយនឹងម្សៅរ៉ូឌីហើយនឹងអំបិលស្ករអីចឹងទៅយើងថែមជាមួយនឹងទឹកស៊ីអ៊ីវបន្តិចជាមួយនឹងទឹកត្រីបន្តិចហើយកុំភ្លេចជាមួយនឹងប្រេងខ្យងបន្តិចផងហើយយើងកូរសាច់នឹងរហូតដល់វាចូលជាតិល្អបន្តមកទៀតគឺយើងដាក់គ្រឿងអញ្ចឹងគ្រឿងខ្ញុំគឺមានតែផ្កាចេកផ្សិតខ្មៅជាមួយនឹងត្រចៀកកដោអញ្ចឹងគឺខ្ញុំមានតែ3មុខនឹងឯងបងប្អូនអាវែងហ្នឹងគេហៅផ្កាចេកហ្នឹងខ្ញុំមិនដឹងត្រូវអត់ទេណាខ្ញុំភ្លេចបងប្អូនពីយើងកូរគ្រឿងចូលជាតិល្អមកគឺយើងដាក់ដាំទឹកបងប្អូនហើយខ្ញុំថែមជាមួយនឹងសណ្តែកដីបើសិនជាអ្នកមានប្រតិកម្មជាមួយនឹងសណ្តែកដីបងប្អូនមិនបាច់ដាក់សណ្តែកដីក៏បានដែរបន្លែរបស់ខ្ញុំគឺខ្ញុំដាក់ខ្ទឹមប្រាំងហើយជាមួយនឹងការ៉ុតឈូនបន្តិចដើម្បីឲ្យវាមានពណ៌ស្អាតហើយរសជាតិវិញក៏ឆ្ងាញ់ដូចគ្នាដែរបងប្អូនថែមទឹកហើយនឹងការឲ្យសមគ្នាចឹងទៅគឺយើងដាក់មីស៊ូហើយមីស៊ូនេះកុំភ្លេចត្រាំវាឲ្យរីកហើយចាំយើងដាក់និយាយទៅសឡនេះគឺផ្លាស់ឆ្នាំងថាសឡតែមួយកូនចានពីរកូនចានតូចទេលេងអីកាត់ទៅជា2ចានធំបន្ទាប់ពីដាក់មីស៊ូមករីកមកបងប្អូនអាចដួសញ៉ាំបានហើយយើងរោយស្លឹកខ្ទឹមពីលើអញ្ចឹងសម្រាប់សឡមីស៊ូនេះបងប្អូនញ៉ាំតែទេក៏បានញ៉ាំជាមួយបាយក៏បានសាច់តែចំណូលចិត្ត